យើងប្រើបានគ្រប់ឡានទាំងអស់បែបនេះក៏បានសេរីចាស់បែបនេះក៏មានលុយក៏ពិបាកទិញក៏បានប្រត់ត្រូមយ៉ាងណាក៏ដោយគឺយើងផ្ដោតទាំងអស់ថ្ងៃនេះខ្ញុំបាននឹងមកស្រាយចម្ងល់ទៅកាន់ពុកម៉ែបងប្អូនអំពីបូមរបស់ VGX គឺបូម Hotbit តាមពិតទៅការដាក់បូមយើងនៅនេះគឺយើងផ្ដោតទាំងអស់អបរត់ខ្លាំងឡានប៉ណ្ណាំងរ៉ាលីឆ្លងប្រទេសអីទេឡានគ្រួសារធម្មតាក៏ដោយឡានខ្លាញ់គោក៏ដោយឡានចំណោះខ្លាញ់ក៏ដោយបាទហើយនឹងឡានប្រត់ត្រូមយ៉ាងណាក៏ដោយគឺយើងផ្ដោតទាំងអស់ឲ្យតែជាឡានរបស់ភ្ញៀវចឹងសម្រាប់ការធ្វើបទបង្ហាញភាគច្រើនអាចនឹងបងប្អូនគិតថានៅ VGX ប៉ុណ្ណាំងច្រើនប៉ុន្តែអត់ដឹងថា VGX ក៏លក់បូមដែរមានអ្នកមិនទាន់ដឹងផងដែរចឹងជាចំណុចមួយសម្រាប់ជម្រាបពុកម៉ែបងប្អូនត្រង់ប៉ុណ្ណឹងហើយនៅខាងក្រោយខ្ញុំគឺជាសដេស printer មួយគ្រឿងទៀតហើយបងប្អូនមើលអត់តមានផ្លាលេខណាហើយសដេសនេះក៏ដាក់បូមហើយដែរប៉ុន្តែអត់ឲ្យឃើញព្រោះដោយសារយើងដោយសារសិតបោះម្ចាស់ឡានគាត់ចង់ឲ្យថតទេមួយគ្រឿងនេះគឺបដូរបូមតែបដូរបូមតែ4ដើមទេព្រោះដោយសារបូមឡានហ្នឹងគឺមានតែ4ដើមវាខុសពី10នេះគឺយើងបដូរបូមដែរប៉ុន្តែយើងបដូរបូម5ដើមព្រោះមានបូមទប់ចង្កូតមួយទៀតអញ្ចឹងដូរ5ដើមវាអត់មានអីចម្លែកទេគ្រាន់តែថាបូមគឺយើងប្រើបូមស្តង់ឡាហើយជាប្រភេទកំប៉ុងសេរីដូចគ្នាអញ្ចឹងអត់មានដូររសើអីទេរសើស៊ីនគេមែនបើគេឲ្យដូរក៏យើងអត់ដូរដែរសម្រាប់ថ្ងៃនេះផងដែរគឺមិនមែនបដូរបូមតែ2គ្រឿងនេះទេពុកម៉ែបងប្អូនអ្នកគ្នាមានឡង់សើប្រាដូមួយទៀតក៏គាត់បដូរបូមដែរតែដោយសារតែបូមមុខគាត់នឹងគឺដូរពេលមុនហើយគាត់ទឹមតែបន្ថែមបូមក្រោយមកគូក្រោយទៀតហើយនៅក្នុងដៃខ្ញុំនេះគឺជាបូមរបស់10ពណ៌សនៅខាងក្រោយខ្ញុំបាទគឺ10 Wrangler 2020ហើយយើងបដូរបូម4ដើមស្របគ្នាជាមួយនឹងបូមទប់ចង្កូតមួយទៀតសម្រាប់ឡានដែលប្រើពងត្រង់យើងបដូរបូមទប់ចង្កូតមួយទៀតគឺវាជារឿងមួយដែលល្អហើយជួយធ្វើការបានច្រើនដែរជាប្រភេទបូមប្រើ nitrogen បាទបូមយើងមានកំប៉ុងសេរីបែបនេះគឺវាធ្វើការខ្លាំងជាងឈុតអត់កំប៉ុងបែបនេះបាទហើយបែបនេះគឺជាឈុតដែលមានកំប៉ុងអញ្ចឹងសម្រាប់បូម Hotbit គឺយើងមិនមែនអាចប្រើបានតែឡានប៉ុណ្ណឹងទេខ្ញុំនៅតែបញ្ជាក់ម្ដងហើយម្ដងទៀតអញ្ចឹងបូម Hotbit យើងប្រើបានគ្រប់ឡានទាំងអស់បែបនេះក៏បានសេរីចាស់បែបនេះក៏មានលុយក៏ពិបាកទិញក៏បានហើយនឹងឡានបែបនេះក៏បានឬក៏ឡានដែលសិតតែច្រេះក៏បានដែរឲ្យតែពុកម៉ែបងប្អូនចង់បានគឺយើងផ្ដោតទាំងអស់មិនថាឡានគ្រួសារឡានចំណោះខ្លាញ់ហើយនឹងឡានចាស់ឡានថ្មីទេឲ្យតែជាឡានភ្ញៀវឥឡូវយើងមកមើលជាមួយនឹងឲ្យគៀកមកបាទសម្រាប់សដេសនេះយើងប្រូច្រើនមែនទែនប្រភេទឡានទុនធំនេះកំប៉ុងបូមនៅខាងក្នុងនេះបាទអញ្ចឹងយើងដូរទាំង4ដើមមុខក្រោយទៀតខាងក្រោយក៏ចាប់ហើយដែរនៅតែរត់សាកបន្តិចតួចទេអញ្ចឹងលឿនយូរឆាប់យើងអាស្រ័យលើឡានជាក់ស្ដែងព្រោះយើងមានជិកគឺក្រមទេយើងបដូរតែបូមទេបាទអញ្ចឹងពុកម៉ែបងប្អូនអរគ្នាចាប់អារម្មណ៍ជាមួយនឹងបូម Hotbit កុំភ្លេចឆាតចូល page បាទអរគុណចំពោះការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយ